គ្រប់នឹងជំរាបសួរបាទពុកម៉ែបងប្អូនដែលចូលចិត្តស្ដាប់នៅ Channel លងបាសក់បាទថ្ងៃនេះគឺខ្ញុំបាទមានគេថាសាច់រឿងតាក់ទងនឹងបាទទាហានពលីបាទនៅក្នុងសមរភូមិកម្ពុជានិងសៀមបាទគឺសៀមបាទឈ្លានពានមកលើទឹកដីកម្ពុជានេះគឺជារឿងពិតរបស់បងស្រីម្នាក់ដែលគាត់សុំមិនបញ្ចេញឈ្មោះប៉ុន្តែបងស្រីក៏គាត់បានប្រាប់ឈ្មោះប្តីគាត់និងឈ្មោះគាត់ដល់ខ្ញុំដែរប៉ុន្តែបងគាត់ថាគាត់សុំមិនឲ្យខ្ញុំនឹងគឺបញ្ចេញឈ្មោះប៉ុន្តែខ្ញុំអាចដាក់ឈ្មោះឲ្យបងប្រុសជាអ្នកពាក់លីនឹងបានអញ្ចឹងណាហើយសាច់រឿងនេះខ្ញុំនឹងនិយាយដំណើរដើមតងពេលដែលខ្ញុំបានទៅគេថាធ្វើបាទសប្បុរសធម៌បាទចែកជូនស្បៀងឬក៏ចែកជូនដល់ជនភៀសសឹកបាទនៅតាមបណ្ដាខេត្តដែលសៀមបាទបានបាញ់នឹងមានជនភៀសសឹកបាទភៀសសឹកមកតាមបណ្ដាគេហៅថាវត្តឬក៏កន្លែងដែលមានសុវត្ថិភាពអញ្ចឹងណាពេលនេះចែកដនទេប្រហែលបងយើងក៏បានទៅសភាសួរនាំបាទតកតងនឹងការភៀសខ្លួនរបស់គាត់អញ្ចឹងណានិយាយចុះនិយាយឡើងទៅក៏គាត់ប្រាប់មករឿងមួយបាទរឿងតកតងនឹងប្តីអាឡ័យបាទប្រពន្ធកូនបាទគឺប្តីគាត់បានពាក់លីនៅក្នុងសមរភូមិបាទសៀមឈ្លានពានមកលើទឹកដីកម្ពុជាយើងកាលពីឈ្លានពានលើកដំបូងបងប្អូនណាបាទហើយបងស្រីគាត់បាននិយាយមកគឺមានយើងទៅបងស្រីថាគាត់អត់ខ្លាចប្តីគាត់ទេប្រែជាការខ្លាចទៅជាការអាណិតនិងការអាឡ័យរបស់គាត់ទៅវិញបាទយើងកុំឲ្យខាតពេលយូរយើងចូលសាច់រឿងដូចតទៅបាទបងស្រីយើងសូមដាក់ឈ្មោះបងស្រីថាបងស្រីធាហើយប្តីគាត់យើងសូមដាក់ឈ្មោះថាឈ្មោះបងរតចឹងណាបាទយើងសូមដាក់ឈ្មោះគាត់អញ្ចឹងដោយសារឈ្មោះគាត់ពិតគឺមិនអញ្ចឹងទេបាទបងស្រីធាបាទប្រពន្ធឈ្មោះធាប្តីឈ្មោះរតគឺជាឈ្មោះដែលជាឈ្មោះបាទសព្វនិមិត្តទេឈ្មោះដែលយើងដាក់ឲ្យទេបងម៉ែបងប្អូនណាបាទបងធានិងបងរតគឺគាត់បានចាប់ដៃបាទគ្នាជាប្តីប្រពន្ធនៅក្នុងអំឡុងឆ្នាំបាទ2005បាទ2005បាទអាពីពីគាត់ហើយបងបាទរតនេះគឺគាត់ជាទាហានការពារនៅព្រំដែនបាទបញ្ជាក់បងប្អូនឈ្មោះបាទរតនេះគឺគ្រាន់តែខ្ញុំដាក់ឲ្យទេបាទហើយរៀបការមកក៏មានចំណងដែរពីគឺកូនបាទប្រុសមួយគឺកូនស្រីមួយពេលហ្នឹងគឺគេថាដល់អំឡុងបាទឆ្នាំ2025នេះគឺកូនគាត់បាទស្រីបងហ្នឹងគឺមានវ័យ10បាទ7ឆ្នាំហើយកូនប្រុសគាត់គឺមានវ័យ15ឆ្នាំបាទដល់ពេលដែលបងគាត់ទៅបានទៅគេថាការពារតាមបន្ទាត់ព្រំដែនគឺគាត់ក៏បានពាក់លីជីវិតពេលដែលមុនដំណើរដែលប្តីគាត់ទៅការពារនឹងឲ្យមុននឹងប្តីគាត់គេថាបានបាត់បង់ជីវិតណាពុកម៉ែបងប្អូនគឺបងស្រីធាគាត់បាននិយាយថាគឺប្រហែលថ្ងៃមុនដែលប្តីគាត់ចុះទៅគេថាទៅការពារតាមបន្ទាត់ព្រំដែនហ្នឹងគឺគាត់មានបំណងមួយគឺគាត់ជាសពឃើញថាគាត់ហ្នឹងគឺបាត់បង់អ្វីមួយដែលជាទីស្រឡាញ់មិនដឹងថាកូនឬក៏ជាប្តីទេប៉ុន្តែព្រឹកព្រលឹមឡើងគាត់បាននិយាយប្រាប់ម៉ាក់ហើយនឹងប៉ាគាត់ហើយម៉ាក់ប៉ាគាត់ក៏បានថាខ្លួនឯងយកអង្គបាទមួយចានឬក៏មួយដៃអញ្ចឹងណាមកបញ្ជេរចោលទៅហើយគាត់ក៏ខំធ្វើហើយខំយកទាំងបាទបងរត់បាទយកទាំងកូនបងធាគឺទៅស្រោចទឹកនៅវត្តមួយនៅក្នុងខេត្តដមានជ័យបាទពេលហ្នឹងគិតថាអ្វីៗក៏ជាល្អប្រសើរណាបងប្អូនប៉ុន្តែរឿងដែលគេថាអានេះបើយើងនិយាយទៅគេថាព្រំលិខិតណាដែលព្រំលិខិតគឺអ្វីៗក៏ទៅតាមដំណើរសាច់រឿងរបស់គេថាជីវិតសត្វលោកពេលនឹងដំណឹងមួយបើក្រោយពីធ្វើឲ្យអស់គឺបងគាត់ទៅបម្រើការពារបន្ទាត់ព្រំដែននៅការឈ្លានពានរបស់សៀមអ្វីដែលបងគាត់ទទួលបានគឺគាត់បាត់ដំណឹងប្តីគាត់ចំនួន5ថ្ងៃគឺគាត់មិនទាន់បានទទួលដំណឹងទៅប្តីគាត់ទេប៉ុន្តែចិត្តគាត់មុននឹងគាត់ទទួលដំណឹងគាត់មានអារម្មណ៍ថាគាត់បាត់បង់អ្វីមួយគឺគាត់អត់ដឹងថាប្តីគាត់នឹងគឺបានពាក់លីជីវិតនៅក្នុងសង្គ្រាមគាត់ថាអារម្មណ៍គាត់ហ្នឹងបងប្អូនគាត់ថាដូចជាមានអារម្មណ៍មួយថាបាត់បង់អ្វីដែលសំខាន់ណាបាទ
ហើយស្របពេលដែលគាត់បានដំណឹងប្តីរបស់គាត់ទៀតស្រាប់តែគាត់ថាបាទថ្ងៃទី6ឈានមកដល់ខាងកងពលក៏គេបានអឺតែមកប្រាប់ថាបងរត់បានពលីនៅក្នុងសមរភូមិបាត់ទៅហើយបងប្អូនបាទពេលនេះមកដល់កន្លែងនេះគឺមានអារម្មណ៍ថាក្តុកក្តួលហើយក៏មិនអាចទទួលយកបានដែរទាំងដែរមុននឹងថៃបើឈ្លូសពៀនមកលើទឹកដីកម្ពុជាបងរត់បាទបងរត់អោបប្រពន្ធអត់គាត់ថាពេលសង្គ្រាមចុះបងនឹងនាំអូនទៅដើរលេងនៅទីក្រុងភ្នំពេញពីមួយម៉ាត់នេះហើយដែលបងធាជាប្រពន្ធគឺគាត់បងប្អូនបាទកន្លែងនេះពិបាកគាត់ថាហេតុអីបានជាបងថានាំអូននឹងនាំកូនក្រោយពីបញ្ចប់សង្គ្រាមប៉ុន្តែបងទៅធ្វើការបានតែរយៈពេលតែបាទគេថា5ថ្ងៃទៀតបងត្រូវបានពលីនៅក្នុងសង្គ្រាមបាត់ទៅហើយបងប្អូនបាទមកដល់កន្លែងនេះតែភ្នែកហៅហើយបងប្អូនហើយបងកុំថាព្រោះគាត់និយាយប្រាប់ខ្ញុំពីខ្ញុំទឹកភ្នែកខ្ញុំគឺហៅតាំងពីបាទបងរត់គាត់បានពលីបងប្អូនពេលតែគាត់ដឹងដំណឹងភ្លាមសោះគេមិនទាន់អាចយកមកវិញបានទេដោយសារតែការច្បាំងគ្នាគឺកំពុងតែគេថាអតៈគ្នាអញ្ចឹងណាបាទកំពុងតែអតៈគ្នាហើយថ្ងៃទី5នោះក៏ជាថ្ងៃដែលគេថាយើងបានបត់បើជប់បាញ់បងប្អូនណាបត់ជប់បាញ់ពេលទាំងពីរបាទចំពោះបងស្រីបាទបងស្រីធាគឺអារម្មណ៍គាត់គឺគាត់ថាពិបាកទទួលយកមែនទែនបាទគាត់ពិបាកទទួលយកប៉ុន្តែធ្វើម៉េចនេះគឺជាភារកិច្ចគឺជាកាតព្វកិច្ចដែលប្តីគាត់ត្រូវការពារជាតិគាត់ថាគាត់សោកស្ដាយយ៉ាងសោកស្ដាយពីពាក្យប្តីគាត់ថាពេលចប់សង្គ្រាមបងនឹងនាំអូននិងកូនទៅលេងភ្នំពេញតែអ្វីដែលបងធាទទួលបានគឺប្តីគាត់បានពលីបាត់ទៅហើយអញ្ចឹងមានន័យថាអ្វីគឺមិនអាចដូចការរំពឹងទុកទេពេលហ្នឹងក៏បានយកបាទសាក់សពបាទបរតមកធ្វើបន់តាមប្រពៃណីបាទទំនៀមទម្លាប់របស់ខ្មែរយើងបាទចប់សពគ្រប់មកបន្ទាប់ពីយើងបានបត់ឈប់បាញ់ហើយបងក៏គាត់បានវិលត្រឡប់ទៅកាន់គេអាឋានរបស់គាត់វិញបងធាបាទគាត់បាននិយាយថាគ្រាន់តែគាត់ទៅដល់ផ្ទះភ្លាមគាត់ធ្លាប់ឃើញប្តីគាត់បាទដេកនៅក្រោមបាទព្រឹបឡើងគឺហៅអូនបាទជិះនាំកូនទៅសាលាអារម្មណ៍ពេលហ្នឹងគឺបងធាជាបងស្រីគឺគាត់ថាគាត់ទទួលយកគាត់បានទេប៉ុន្តែគាត់ត្រូវតែរឹងមាំដើម្បីកូនទាំងពីរទាំងកូនស្រីទាំងកូនប្រុសរបស់គាត់ដែលវ័យកូនគាត់គឺកំពុងតែសិក្សាទាំងពីរអញ្ចឹងបងធាថាគាត់ត្រូវតែរឹងមាំបាទដើម្បីឲ្យកូនគាត់ទាំងពីរគឺបានរៀនចប់តាមបណ្ដាំរបស់បងរត់គាត់ថាទោះតែគាត់ក្រយ៉ាងណាគាត់ពិបាកយ៉ាងណាក៏គាត់ឲ្យកូនគាត់រៀនឲ្យចប់ដែរបងប្អូនថ្ងៃទី7ទៅជាថ្ងៃបន់7ថ្ងៃរបស់បងរត់បាទនេះយើងនិយាយពីដល់ពីបន់7ថ្ងៃបាទបងរត់ចាប់ផ្ដើមបាទបង្ហាញខ្លួនឲ្យអ្នកនៅចិត្តខាងនៅចិត្តអីខេងតែគាត់មិនទាន់បង្ហាញខ្លួនឲ្យប្រពន្ធគាត់បានខេងទេតែលើសូរីគេថាខេងបរមម្នាក់គេស្ពាយសក្កដោឲ្យកាន់កំភ្លើងបាទឈររីរនៅតាមនៅមុខផ្ទះរបស់បងស្រីធាហ្នឹងណាហើយបងប្អូនអ្នកភូមិក៏គាត់ដឹងថាប្រហែលជាស័ក្តិសមរបស់បងរត់ហើយដែលគាត់ស្លាប់ហើយគាត់មកវិលមករកប្រពន្ធគាត់នៅរលឹកបាទប្រពន្ធហើយនឹងកូនអញ្ចឹងណាបងប្អូនបាទហើយគាត់មកគឺជារូបរាងបាទធម្មតាបងប្អូនគឺអត់មែនលក្ខណៈជាលក្ខណៈមកលោមិនឡាជាលក្ខណៈអាក្រក់អីទេអត់ទេបាទគឺបងរត់គឺគាត់មករបៀបថាស្អាតមែនតើហើយបន្ទាប់ពីបាទគេថានឹងហើយក៏ឈានមកដល់បាទរយៈពេលប្រហែលជាមួយខែ2ខែបាទគឺចាប់ដើមគេថានៅផ្ទះរបស់បងស្រីធាក៏ចាប់ដើមគេថាមានអ្វីដែលខ្លាចបាទមានអារម្មណ៍ថាបង
ពលរដ្ឋគឺគាត់អត់ទាន់បានទៅចាប់ជាតិទេបាទគាត់អត់ទាន់បានទៅចាប់ជាតិទេពីគាត់គេថានៅរួមផ្ទះជាមួយនឹងបងធានដោយសារតែបងស្រីធានគាត់បាននិយាយថាបើគាត់មានអារម្មណ៍មួយថាប្តីគាត់គឺអត់ទាន់ទៅណាទេមានអារម្មណ៍ថាប្តីគាត់គឺជានៅការពារផ្ទះគាត់ការពារកូនគាត់ចឹងណាបាទគាត់ថាពេលមួយពេលដែលកូនគាត់គឺទៅរៀនអស់បាទពេលហ្នឹងគឺបងស្រីធានគឺគាត់បានគេហៅថាដាំបន្លែបង្ការបាទបន្តិចបន្តួចនៅក្រៅផ្ទះមានដាំជាស្ពៃបាទដាំជាខ្ទីបាទគាត់ដាំរបៀបបន្តិចបន្តួចដើម្បីគ្រប់គ្រងគ្រួសារអញ្ចឹងណាបាទពេលហ្នឹងគឺចម្ងាយពីផ្ទះគាត់ទៅកាន់ចំការដែលគាត់ដាំខ្ទីហើយដាំស្ពៃហ្នឹងប្រហែលជាគាត់ថាប្រហែលជាដីប្រហែលជា10ម៉ែត្រថាគាត់ថាប្រហែលជា20ម៉ែត្រគាត់អត់ចេះស្មានដែរបាទប្រហែលជា20ម៉ែត្រទេប៉ុន្តែគាត់ឮសូរសម្រាប់បាទជើងមានគាត់ថាមានអារម្មណ៍ថាដូចមានសម្រាប់ជើងមនុស្សដែលនៅលើផ្ទះបងប្អូនផ្ទះគាត់ចេះទេបងប្អូនផ្ទះគាត់ឈើបាទផ្ទះឈើតែមិនជាខ្ពស់ទេបងប្អូនផ្ទះឈើវាថាធ្វើដូចកម្ពស់យើងដូចជាផ្ទះទៀមដែរបងណាគេលើកធ្វើទៅលើរៀងខ្ពស់បន្តិចប្រហែលជា1ម៉ែត្រកន្លះបងប្អូនផ្ទះនៅតាមបណ្ដាផ្ទះដូចជានៅក្នុងតាមបណ្ដាចកាដូចជានៅតាមតំបន់រៀងដាច់ចឹងណាបាទបងប្អូនស្គាល់ហើយមកផ្ទះនោះគឺរបៀបផ្ទះខ្ពស់ប៉ុន្តែទៀមពេកធ្វើដូចថាសសរប្រហែលជា1ម៉ែត្រកន្លះហើយចឹងណាបាទតតាតម្លាក់មុខមានគ្រាមួយចឹងណាគាត់មានអារម្មណ៍មួយថាដូចពីណាគេនៅលើផ្ទះអញ្ចឹងតាមអារម្មណ៍ដែលគាត់ទទួលបានគាត់ប្រាប់ខ្ញុំថាបាទលំសម្រាប់ជើងដូចមនុស្សដើរចុះដើរឡើងនៅលើផ្ទះអញ្ចឹងដូចមនុស្សនៅផ្ទះអញ្ចឹងណាហើយគាត់មានអារម្មណ៍អីគាត់គិតថាប្រហែលជាគាត់ផ្លេចបិទទ្វារអាចនឹងមន់ឬក៏ឆ្មាអីចឹងណាបាទដើរនៅក្នុងផ្ទះគាត់អញ្ចឹងបាទហើយគាត់ក៏អត់នេះដែរហើយគាត់ក៏គេថាបាទធ្វើស្មៅធ្វើអីចឹងទៅក៏ដល់ម៉ោងដែលមកធ្វើបាយធ្វើទឹកឲ្យបើកូនគាត់ចេញពីរៀនអីចឹងណាបងប្អូនបាទធ្វើបាយធ្វើទឹកចឹងទៅក៏ស្រាប់តែមានអារម្មណ៍មួយថាដូចជាមានអ្នកណាគេហៅឈ្មោះគាត់បាទធាអើយពេលថ្ងៃបងប្អូនគាត់ថាខ្ទង់ដល់ម៉ោង10ជាងហ្នឹងបាទគាត់ដាក់ដាំបាយធ្វើម្ហូបដើម្បីឲ្យកូនគាត់ចេញពីសាលាមកហូបចឹងណាជាស្រ័យបងប្អូនជាស្រ័យតិចបាទអត់ពេលហ្នឹងបងប្អូនបងធាគាត់ដឹងសម្ដីនោះអ្នកណាដែលធ្លាប់ហៅគាត់គិតថាធាអើយហ្នឹងគឺមានតែបង្រាត់ជាប្តីរបស់គាត់ទេដែលធ្លាប់ហៅគាត់ចឹងណាបាទគាត់ក៏ចាប់ផ្ដើមគេថាចាប់ផ្ដើមព្រឺគេថាព្រឺរោមតាមពិតគាត់មិនជាខ្លាចប្តីរបស់គាត់ទេប៉ុន្តែធម្មតាមនុស្សយើងតែគេថាមានមនុស្សហៅអីចឹងណាព្រឺសម្បល់ព្រឺរោមអីតិចតួចចឹងណាគាត់ក៏មានអារម្មណ៍ថាព្រឺហើយគាត់ក៏គិតថាគាត់អត់ទាន់គិតថានេះតែគាត់ព្រឺគាត់គិតថាបែរជាបង្រាត់ហើយគាត់ក៏ថាគាត់ក៏នឹកក្នុងចិត្តណាបងហើយបើសិនជាបងបានស្លាប់ទៅហើយបងអើយកុំមកលីវីរវល់អូនអីអូនហើយនឹងកូនអូនអាចគ្រប់គ្រងកូនអាចមើលថែកូនបានហើយសំបងទៅចាប់ជាតិទៅបងប្អូនហើយស្រាប់តែធៀបគាត់ថាធៀបនៅលើផ្ទះធ្លាក់មកក្រោមបងប្អូនបាទធ្លាក់ពីហឹងដែលគាត់ឲ្យធូបហ្នឹងគាត់ថាធ្លាក់មកក្រោមលុះសូមតែផាំងបាទជាតែបរិវត្តគាត់អត់សប្បាយចិត្តនឹងប្រពន្ធគាត់ឲ្យគាត់ទៅចាប់ជាតិឬក៏យ៉ាងម៉េចយើងក៏យើងដឹងដែរបាទទៅមុខទៀតបងប្អូនច្បាស់ជាដឹងហើយបាទបងប្អូនបងស្រីក៏គាត់ជាប់ផ្ដើមគាត់ថាគាត់រឿងខ្លាចដែរបាទគាត់រឿងខ្លាចដែរកន្លែងហ្នឹងបាទធម្មតាមួយមនុស្សវាចឹងមានអារម្មណ៍ថាវាដាក់ថាភ័យខ្លាចធម្មតាទេបាទបងប្អូនហើយបាទបងស្រីធាគាត់មានហ៊ាននៅផ្ទះណាគាត់ដាក់ដាំសអតាមុខហ្នឹងហើយគាត់ក៏ដើរមកក្រៅនៅគៀមផ្ទះអ្នកចិត្តខាងឲ្យបន្តិចអានេះលក្ខណៈថាគាត់ក៏រៀងពឺតិចតួចដែរតែបើថាឲ្យគាត់ខ្លាចប្តីគាត់ហ្មងគាត់មិនខ្លាចទេតែប្រហែលជាប្តីគាត់មិនទទួលយកសំណើដែលគាត់ឲ្យប្តីគាត់ទៅចាប់ជាតិចឹងណាប្តីគាត់ប្រហែលជាអាចនៅគេហៅថានៅអាឡ័យជាមួយកូននៅអាឡ័យជាគាត់ជាប្រពន្ធចឹងណាបងប្អូនណាបាទពេលហ្នឹងបងបាទស្រីធាក៏គាត់អត់ហ៊ាននិយាយប្រាប់កូនគាត់ទាំងពីរដែរកុំឲ្យកូនគាត់ខ្លាចឲ្យពុកម្ដាយចឹងណាបាទយើងកន្លងផុតមកបានដល់គេថាបន្ទាប់ពីហ្នឹងទៅដូចជាខ្ទង់បាយជាកន្លះខែក្រោយទៀតបាទកន្លះខែក្រោយទៀតបាទបងរត់នេះចាប់ផ្ដើមមែនទែន
បាទចាប់ដើមធ្វើទុកបងណាញ់ប្រហែលជាគាត់មិនអស់ចិត្តរឿងអ្វីមួយឬក៏គាត់ខឹងបងធាជាប្រពន្ធរឿងអ្វីមួយក៏យើងថាមិនបានដែរបាទបើពេលហ្នឹងគឺបងរត់បានលេងត្រង់ត្រីធំហ្មងបងប្អូនបាទគឺគាត់ចាប់ដើមបង្ហាញខ្លួនឲ្យបាទបងធាជាប្រពន្ធនេះចាប់ដើមខេងបាទតិចទៀតបងប្អូននឹងយល់ថាហេតុអីបានបងធាគាត់បាទហេតុអីបានបងរត់គាត់ចាប់ដើមបាទលងលក្ខណៈជារូបរាងអត់ស្អាតបាតដូចមុនមកឲ្យបងធាគាត់ខេងបាទឥឡូវយើងចូលយើងនិយាយពីបងនេះសិនពេលហ្នឹងគាត់ខេងលក្ខណៈថាបាទគេថាតិចគាត់ក៏ហូរឈាមចំមុះគាត់ក៏ឈាមភ្នែកគាត់ក៏មកឈាមគេថាមកលក្ខណៈអាក្រក់ហ្មងណាបាទពេលហ្នឹងគឺបងធាគាត់ខេងភ្នែកលក្ខណៈភ្នែកអាក្រក់ហើយពេលហ្នឹងក៏យើងនិយាយទៅគឺបងរត់ហ្នឹងក៏គាត់គេថាគាត់ស្លាប់ក្នុងរយៈពេលប្រហែលជាមួយខែកន្លះទៅ2ខែហើយបាទអញ្ចឹងធម្មតាយើងថាដឹងថាយើងនិយាយទៅយើងថាបងធាហ្នឹងគាត់នេះដែរតែដោយសារថាធាគាត់នៅអាយុគាត់នៅរៀងតិចដែរអញ្ចឹងណាបងប្អូនបាទធាគាត់វ័យគាត់ទៅតែអាយុទៅតែ35 36នេះទេបាទប្រពន្ធបងរត់ណាបាទបងរត់គាត់វ័យគាត់បាទ39ទៅ40ទេបាទពេលហ្នឹងបងប្អូនណាបាទពេលហ្នឹងគឺគេថាមិនដឹងថាបងរត់បាទគាត់តែចាស់ឬក៏យ៉ាងម៉េចទេបងប្អូនបងប្អូនដឹងហើយនេះអ្នកភូមិអ្នកស្រុកធម្មតាដែលយើងគេថាមេម៉ាយឬក៏ពូម៉ាយអញ្ចឹងណាបាទតែតែមានពាក្យណែបខាយពីបាទអ្នកភូមិអ្នកមេម៉ាយចាស់អញ្ចឹងគេចេះថានិយាយលេងផ្លែផ្កាអញ្ចឹងណាបងប្អូនណាបាទហើយគាត់បាទបងស្រីធាក៏គាត់មិនទៅលវីលមូលមួយបាទគេថាម៉ាយចាស់នៅតាមភូមិហ្នឹងដែរតែគាត់ថាថ្ងៃមួយធាគាត់បាននិយាយថាគាត់ក៏បានទៅគេថាស៊ីឈ្នួលដកដំឡូងឲ្យគេបាទដើម្បីចិញ្ចឹមកូនបាទគាត់ថាពេលហ្នឹងបងប្អូនពេលហ្នឹងក៏មានគេថាកំឡោះមកពីបាទខេត្តបណ្ដាខេត្តឆ្ងាយអញ្ចឹងមកស៊ីឈ្នួលបាទគេហៅដកដំឡូងឬក៏រឿងដំឡូងឬក៏ចិញ្ច្រាំដំឡូងមីហ្នឹងណាបាទក៏អ្នកបាទរួមគេថាការងារដូចគ្នាអញ្ចឹងណាបងប្អូនបាទក៏បានប្រអាប់កើតណាតែបងធាគឺគាត់ដល់ថ្ងៃនេះគាត់អត់មានយកពីណាទេបងប្អូនណាបាទតែគាត់ថាពេលហ្នឹងគេចេះប្រអាប់ចុះប្រអាប់ឡើងទៅហើយគាត់ក៏ចេះនិយាយលេងបងមួយបាទគេថាមកនេះគឺគាត់ចេះលេបខាយលេងចេះលេងចុះហើយអញ្ចឹងទៅបាទគេវិញថាវាយរបៀបស្នេហាអីចឹងណាស្នេហ៍គេរបៀបគេលេបខាយមកគាត់ម៉ាយហ្នឹងធាថាបរិះម្នាក់ហ្នឹងគឺយើងអត់បញ្ចេញឈ្មោះគេតែគាត់ថាវ័យគេគឺប្អូនគាត់ច្រើនបើវ័យដូចជាខ្ទង់ហើយជា25ទៅ26ទេបងប្អូនតែគាត់ថាអ្នកធ្វើការទៅមើលទៅវារៀងចាស់ដែរតែគាត់មកស៊ីឈ្នួលហ្នឹងបងប្អូនពេលនេះក៏បានសួរធាលេងនិយាយសួរឆាត់វិជាអញ្ចឹងណាបើសិនជាគេសុំឆ្លាញ់ព្រមដែរអត់អីចឹងមួយចុះពីរអញ្ចឹងណាបងប្អូនបាទពេលហ្នឹងស្រីធាក៏គាត់យើងទៅគាត់អត់បាននិយាយអីក៏គាត់បានរៀងគេថាញឹមបន្តិចហើយដើរចេញទៅតែប៉ុណ្្នឹងហើយគាត់អត់មានវីវល់ទេហ្នឹងហើយបងដំណើរដើមតងដែរបាទគេថាមកបងរត់ហ្នឹងគឺបង្ហាញលក្ខណៈអាក្រក់តាមពិតបើតាមចិត្តខ្ញុំហ្នឹងខ្ញុំគិតថាបងរត់ប្រច័ណ្ឌបាទបងរត់ប្រច័ណ្ឌព្រោះថារត់គាត់អត់តដំណើរទេអញ្ចឹងណាបាទប្រហែលជាគាត់ប្រច័ណ្ឌបាទគាត់អត់ចង់ឲ្យបងស្រីធាហ្នឹងយកប្តីទៀតអញ្ចឹងណាខ្លាចធ្វើបាបធ្វើឯកូននេះអញ្ចឹងនេះបើតាមចិត្តយើងគិតអញ្ចឹងណាបងប្អូនបាទរហូតមកដល់រយៈពេលបាទគេថាគាត់ស្លាប់បាន2ខែកន្លះបាទ2ខែកន្លះបាទថ្ងៃមួយក៏គេថាបងស្រីធាហ្នឹងគាត់បានយកសពឃើញថាអង្គរតហ្នឹងមកប្រាប់គាត់ហើយអង្គរតគាត់ស្លៀកពាក់ស្អាតបានមែនទែនហើយក៏ប្រាប់គាត់យកសពប្រាប់ថាហើយមើលប្រពន្ធមើលកូនមកប្រាំងធាណាធាគាត់យកសពឃើញថាអង្គរតមកប្រាប់ថាហើយញ៉ាំមើលថៃកូនយើងឲ្យបានអណាបងទៅហើយបងទៅកន្លែងឆ្ងាយមើលថៃកូនហងបងប្អូនស្រាប់តែពេលគាត់ដឹងខ្លួនហ្នឹងគាត់នឹកឃើញលោកសាវរីគាត់យំភាសាទៀតតែគាត់យំអត់ឲ្យកូនគាត់ដឹងណាបងស្រីធាគាត់នៅស្រឡាញ់នៅអាណិតប្តីគាត់អញ្ចឹងណាក៏គាត់យំភាសាទៀតទៅបាទគាត់យំក៏ស្ដោះការតស៊ូខំប្រឹងប្រែងជាមួយគ្នាកាលពីមុនមកអញ្ចឹងណាបងប្អូនស្រាប់តែពេលចាប់ពីពេលដែលគាត់យកសពឃើញថាបងរត់មកលៀនហ្នឹងមកទៅគឺក៏អត់ដែរជួប
ហើយក៏អត់ដែលបានឃើញបងរត់រហូតមកដល់ឥឡូវហ្នឹងគាត់អត់ដែលឃើញទេតែបើយើងនិយាយតពីជីវិតវិធីថាឥឡូវនេះក៏គាត់បានដល់គេថាជំរាបភាសាមកកាន់បាទកន្លែងដែលទីទួលដែលមានសុវត្ថិភាពដែរបាទរឿងនេះគឺបាទបងស្រីធាគាត់បានចែកម្លែកចឹងណាបងប្អូនណាបាទគាត់បានចែកម្លែកនេះជាបទពិសោធន៍របស់គាត់ដែលគាត់គេថាឆាជីវិតក្រោយពីប្តីគាត់បានពាក់លីនៅក្នុងសង្គ្រាមបាទថៃឈ្លានពានមកទឹកដីកម្ពុជាបាទសូមបញ្ជាក់តិចបងប្អូនណារឿងនេះខ្ញុំនិយាយតាមបងស្រីធាទេហើយបងស្រីធាក៏ឈ្មោះនេះគឺជាឈ្មោះសព្វនិមិត្តហើយបងរតក៏ឈ្មោះជាឈ្មោះសព្វនិមិត្តដែរហើយរឿងនេះគឺជារឿងពិតដោយសារតែបាទនៅចិត្តខាងគាត់ដែលទៅគេថាបោះតង់នៅជំរំពៀនគៀនគ្នាហ្នឹងគឺគាត់និយាយដែរថារឿងនេះគឺជារឿងពិតរបស់បងស្រីធាបាទហើយបាទបងស្រីធាបើសិនជាស្ដាប់បានការបាទរៀបរាប់ពីខ្ញុំបានហើយគឺបងអាចជួយបាទខមមិននៅក្រោមបាទវីដេអូនេះបានបាទបងបាទបងស្ដាប់ហើយគឺបងអាចជួយបាទគេថាលក្ខណៈថាcomment បាទក្រោមវីដេអូនេះឲ្យពុកម៉ែបងប្អូនបាទជឿមិនជឿអានេះគ្រាន់តែយើងស្ដាប់ទៅទុកជាការកំសាន្តក៏បានដែរតែកណ្ណាវិជ្ជានេះគឺជារឿងពិតរបស់បងស្រីធាមកក្រោយប្តីគាត់ពាក់លីជីវិតហើយបងស្រីធាថ្ងៃនេះក៏គាត់គេថាដូចខ្ញុំនិយាយខាងដើមគាត់ភាស័កមកដោយសារការឈ្លានពានថៃមកលើទឹកដីកម្ពុជាគឺជាទ្រង់ទ្រាយធំបងប្អូនខ្ញុំអត់ស្អីស្រួលខ្លួនទេខ្ញុំបាទគេថាខ្ញុំប្រាស្រ័យបងប្អូនគឺខ្ញុំបានទៅបាទគេថាចែកមកជនភាស័ករយៈពេល3ទៅ4ថ្ងៃដែរអញ្ចឹងខ្ញុំមានអស់កម្លាំងហើយខ្ញុំមិនខ្ញុំទៅតាំងពីខ្ញុំអត់តាន់ជាដល់ឥឡូវគឺខ្ញុំនៅអត់តាន់ជាដែរនៅបដាសាយដល់អញ្ចឹងហើយបងប្អូនបាទរឿងនេះក៏បាទចប់ដែរហើយបងប្អូនមានតែជូនពរដល់បរិយាកងទ័ពតែការពារតាមបាទគេថាទិសតាមព្រំដែនបាទរវាងកម្ពុជាថៃសូមឲ្យបាទបងប្អូនបាទគេថាបរិយាកងទ័ពជួបនឹងប្រទេសនឹងពុទ្ធពពកទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លីឡើយហើយសូមឲ្យបងជ័យបាទឈ្នះហើយនឹងសុវត្ថិភាពបាទគ្រប់គ្នាទាំងអស់បងប្អូនណាបាទសូមឲ្យឈ្នះទៅលើចោលឈ្លានពានរបស់ថៃហើយក៏ជូនពរដល់បងប្អូនជុំភាសាយើងទាំងអស់គ្នាបាទរងមទាំងអស់គ្នាហើយស៊ូទាំងអស់គ្នាបងប្អូនបាទសូមអរគុណសូមគោរពលា